តាំងពីយូរយារណាស់មកហើយនៅក្នុងព្រៃស្ងាត់មួយក្នុងប្រទេសកម្ពុជាមានដំរីកាច់មួយក្បាលដែលចូលចិត្តធ្វើបាបសត្វតូចវាតែងតែផឹកទឹកទាំងអស់ជន់ដើមឈើហើយសើចសប្បាយពេលឃើញសត្វផ្សេងទៀតរត់ចេញពីវាទាំងភ័យខ្លាចថ្ងៃមួយស្រមោចក្រហមតូចឈ្មោះអាសង្ហាបានឃើញដំរីដែលអួតថាក៏ខ្លួនជាស្ដេចនៃព្រៃនេះស្រមោចក្រហមគ្រវីក្បាលហើយនិយាយថាគូសំបីតែសត្វតូចបំផុតដូចខ្ញុំក៏អាចបង្រៀនមេរៀនដល់ដំរីបានដែរគេឮដូចនេះដំរីបានសើចចំអកថាគអ្នកតូចជាងម្រាមជើងរបស់ខ្ញុំផងប៉ុន្តែនៅយប់នោះស្រមោចក្រហមតូចបានហៅមិត្តស្រមោចរបស់គាត់មកហើយពួកគេបានឡើងលើខ្លួនដំរីដែលកំពុងដេកយ៉ាងស្ងៀមស្ងាត់ខណៈនោះឯងពួកគេនាំគ្នាខំដំរីនោះពេញសពកន្លែងដំរីស្រែកផងរត់ផងសពទីឋានហើយធ្លាក់ចូលក្នុងស្រភពស្រមោចខំផងត្រូវធ្លាក់ចូលភក់ជ្រៅផងដំរីមិនអាចរើខ្លួនចេញបានទើបដឹងកំហុសខ្លួនក៏សុំទោសស្រមោចដោយនិយាយថាខ្ញុំខុសហើយសូមទោសផងស្រមោចឲ្យដំបូន្មានថាកុំគិតថាខ្លួនធំហើយធ្វើបាបគេដោយមិនគិតខុសត្រូវនោះព្រោះថាកម្លាំងពិតស្ថិតនៅលើភាពសាមគ្គីនិងប្រាជ្ញាទេបងក៏ក្រោយដំរីដឹងកំហុសហើយបានកែខ្លួនព្រៃឈើមានសន្តិភាពហើយស្រមោចក្រហមត្រូវបានគេគោរពយ៉ាងជ្រាលជ្រៅ